nhom lo từ đó piên chui trong va cất clay mà đong nhom tàu bay đong cái đong mà khai cho năm nhom tàu bay đongនឹងpiên chui trong va nhom tay từ nôm mà đai côn nhom tay chỉ này miền là tập hiệp đừng bằng lui thay bật tục tê pro đây nhom ghi chập nhom tự bắt ha nhom ơi thế nào đừng nôm chui đó lên đây nhom mà quên mà pro bị chui chập pe nhom tăng bị trôi thế nào mà tăng dây rốn tăng bên ngay để nhom tranh mau bị pet bay ngay nhom tranh bị pet mau bay ngay nhom tay từ đa rô quạt trên này tay từ đa rô ở đây nhom là hôn tập pe nhom mà đằng coi cứ còn mà đâu cái đá tưng đã hai cho anh nhom pưng ấy bực ở đây nhom ghi chắp ở đây luôn mà nhom không nhận đi pưng về rồi mới đón lên ở đây nhom mà quên mà hai cô nhom có men rốt 100 cái tiền tập nâng chia khang xua tì ở lâu mà rốt bé đô tiền bên đất khơi tiền nhom có men thợ bị ca nâng thơ hồi tao tê phơi tàu 4 con việc bộc phá tì pro tàu mà đón buôn đập mơn hai chân nào để mưa ngư បាទបងប្អូនថ្ងៃនេះគឺខ្ញុំបានមកដល់ទីតាំងនេះដូចជានៅខាងឃុំបាគូបាទស្រុកកដាស្ទឹងខេត្តកដាលដែលបងស្រីគាត់ជួបវិបត្តិបញ្ហាគ្រួសាររបស់គាត់បាទដោយសារតែប្តីរបស់គាត់នឹងត្រូវបានកម្លាំងសមត្ថកិច្ចចាប់យកទៅបាទដោយតាមអ្វីដែលបងស្រីគាត់បានរៀបរាប់ហ្នឹងគឺប្តីរបស់គាត់មានសារជាតិស្វឹងបាទឬថាជីប៉ះឡានគេ ឲ្យគាត់មករស់ស៊ីចំខ្ញុំបណ្ដាយនឹងកូនបើចោះខ្ញុំមានតែដើរសុំទានគេទេបងខ្ញុំមានតែដើរសុំទានគេខ្ញុំចង់ឲ្យគាត់ចេញមកដើម្បីគាត់ធ្វើការបានចាំខ្ញុំនឹងបាយម្ដាយនឹងកូនព្រោះខ្ញុំមានតែគាត់ទេទីពឹងនោះខ្ញុំគ្មានសាច់ញាតិគ្មានបងប្អូនណាទេមានតែ3នាក់ម្ដាយនឹងកូនហើយដល់ពេលគាត់គេចាប់យកទៅបាត់ទៅប៉ិនខ្ញុំនេះប៉ិនកាត់ជើងខ្ញុំកាត់ដៃខ្ញុំចោលទាំងអស់ប៉ិនសម្រាប់ជីវិត2នាក់នេះចោល ចឹងឲ្យសូមឲ្យថ្នាក់ដឹកនាំមិនថាគាត់ខុសឬគាត់មិនខុសយ៉ាងណាក៏ដោយសូមឲ្យដោះលែងគាត់មកវិញមកឲ្យគាត់បានធ្វើការធ្វើងាររស់ស៊ីចិញ្ចឹមចឹងខ្ញុំមានកម្លាំងចិត្តទៅមុខទៀតមិនចង់ខ្ញុំអត់មានកម្លាំងចិត្តទេមានតែគិតខ្លីរហូតព្រោះមិនដឹងទៅពឹងអ្នកណាឲ្យអ្នកណាគេជួយក៏ឲ្យថ្នាក់ដឹកនាំជួយខ្ញុំរហូតទៅដល់ស្ពានជ្រួយចង្វាគិតខ្លីម្ដងខ្ញុំទៅ3ដងក្នុងមួយខែចូលឆ្នាំនេះខ្ញុំទៅ3ដងនឹងស្ពានជ្រួយចង្វាខ្ញុំតែងតែនាំម្ដាយកូនខ្ញុំទៅជានិច្ច ពងគាត់ខ្ញុំនៅនឹងឃ្លៀងមីសេវខ្ញុំក៏ពិបាកគ្រប់គ្រាន់ព្រោះខ្ញុំដេកអាភ្លៀងជាមួយម្ដាយនឹងកូនខ្ញុំគិតថាមកនេះទៅខ្ញុំជួបបន្ទប់គេឲ្យបាននៅឲ្យបានស្រួលតែខ្ញុំក៏គ្មានលទ្ធភាពនឹងបង់លុយថ្លៃបន្ទប់គ្មានលទ្ធភាពនឹងបង់លុយថ្លៃបន្ទប់ទេព្រោះប្តីខ្ញុំគេចាប់យកទៅបាត់ហើយខ្ញុំឲ្យថ្នាក់ដឹកនាំជួយដោះលែងប្តីខ្ញុំមកវិញមកព្រោះវាជឿចាប់ពេកខ្ញុំតាំងពីចូលឆ្នាំមកតាំងនិយាយរួមតាំងពីថ្ងៃដែលខ្ញុំចេញមកពីពេទ្យ3ថ្ងៃ ខ្ញុំចេញពីពេទ្យមក3ថ្ងៃខ្ញុំតែងតែដើររកគាត់ជានិច្ចតែងតែដើររកប្តីខ្ញុំរហូតតែពេលខ្ញុំមកដឹងក្រោយគឺគាត់មកនៅកណ្ដាលស្ទឹងដែរហើយចឹងហើយខ្ញុំពឹងអីបើប្តីខ្ញុំគេចាប់បាត់ហើយនោះមកខ្ញុំគ្មានទីពឹងទេសូមឲ្យដោះលែងប្តីខ្ញុំមកវិញមកហើយកូនខ្ញុំក៏មានរោគប្រចាំកាយទៀតទឹកនឹងជាខាងសួតទេឥឡូវមករោគបេះដូងទៀតពិនិត្យឃើញទៀត ខ្ញុំគ្មានថាបេការនឹងធ្វើហុយទៅទេធ្វើទៅ 4 คนពាក្យបុផាទេប្រទៅម្ដង 4 10 ម៉ឺនហើយយើងនៅដេកមើលជំងឺពេលខ្លះដេកដល់កន្លះខែ20ថ្ងៃឯនោះតាមមុនដេក20ថ្ងៃក្រោយមកថ្ងៃទី27ដល់ថ្ងៃទី30ថ្ងៃទី1បានខ្ញុំចេញមកទៀតបងអាចជួយរៀបរាប់ពីប្តីបបងតិចបានទេថាមូលហេតុអីបានជាសមត្ថកិច្ចចាប់ប្តីបងទៅ តាមអ្វីដែលបងបានដឹងពីប្តីបបងតាមអ្វីដែលបងបានដឹងពីសមត្ថកិច្ចមកវិញមូលហេតុអីបានប្តីបានសមត្ថកិច្ចចាប់ប្តីបងខ្ញុំអត់បានទៅដល់កន្លែងនេះគេទេខ្ញុំមកជួបប្តីខ្ញុំជួបនៅមណ្ឌលបដ ாய் ហើយយើងមិនអាចនិយាយឬសួរនាំឲ្យលើសលប់ពីនឹងអត់មានទេអត់បានដាច់ខាតបាទក្រៅពីសួរសុខទុក្ខតាឯងរស់នៅយ៉ាងម៉េចការហូបចុកយ៉ាងម៉េចប៉ុណ្ណឹងឯងបាទក្រៅពីនឹងគាត់ជាប់មណ្ឌល កែប្រែនៅកណ្ដាលស្ទឹងហ្នឹងដោយសារតែមូលហេតុអីដែរបងមូលហេតុដែលគាត់ប៉ះឡានគេហ្នឹងឯងគាត់ជិះម៉ូតូប៉ះឡានគេចាពោះយប់មក8ហើយយប់មក8ដល់ពេលដែលជិះម៉ូតូប៉ះឡានគេសមត្ថកិច្ចក៏ចាប់យកទៅចាពេលដែលសមត្ថកិច្ចចាប់យកទៅសមត្ថកិច្ចប្រាប់ថាយ៉ាងម៉េចគេថាយើងប៉ះយើងមានសារជាតិញៀនមានសារជាតិញៀនចាហើយមានសារជាតិញៀនហើយមិនទៀតបង
មានចិត្តស្វឹងនៅបែបនេះខ្ញុំ មានចិត្ត សួរតែ ស្វឹង ដែលខ្ញុំទៅលេងគាត់ដល់ខ្ញុំសួរតែគាត់តែខ្ញុំអត់បានជួបនឹងសមត្ថកិច្ចផ្ទាល់ទេ បាទ អត់បានទៅសួរនាំពីរឿងសមត្ថកិច្ចថាយើងត្រូវដោះស្រាយយ៉ាងម៉េចឬប្តីខ្ញុំមានទោសអីអ្វីខ្ញុំអត់បានសួរគេទេខ្ញុំអត់បានជួបទេក្រៅពីស្ដាប់ឮពាក្យគេនិយាយថា6ខែអត់បានចេញបើមិនគ្រប់6ខែអត់បានចេញទេខ្ញុំថាគាត់ខុសអីគេបើយើងមិនមានទៀតសារជាតិញៀនគេដែរចាប់យើងមកហើយចំនួនហ្នឹងខ្ញុំអួលអស់ខ្ញុំនិយាយអត់ចេញទេខ្ញុំថាមានដូចប្រជាជនអ្នកដែលខ្សត់ក្រដូចខ្ញុំនេះតែខ្ញុំមានលទ្ធភាពអីនឹងទៅដោះស្រាយនឹងទៅសួរនាំគេឲ្យលើសលប់នឹងអត់មានទេបង ចុះបងសុំសួរមួយទៀតនៅពេលដែលប្តីរបស់បងជាប់សារជាតិញៀនហ្នឹងកន្លងទៅដែលបងនៅជាមួយប្តីបងហ្នឹងដែលដឹងថាគាត់ធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ អត់ទេ ព្រោះ គាត់ធ្វើការមួយរយៈដែលខ្ញុំនៅជាមួយគាត់នេះមកខ្ញុំនៅជាមួយគាត់ហ្នឹងគឺខ្ញុំអត់ដែលបាត់លុយប្រាក់ខែរបស់គាត់ទេគឺបើកមកបានពេញគាត់ធ្វើការខាងជាងដែកហ្នឹងមកថាធ្វើ10ថ្ងៃគឺប្រាក់របស់ខ្ញុំមកពេញ10ថ្ងៃអត់ដែលបាត់ទេដល់ពេលមកក្រោយខ្ញុំអត់បាននៅជាមួយគាត់ហ្នឹងខ្ញុំបែកពីគាត់ប្រហែលជាមួយខែដែរព្រោះខ្ញុំធ្វើការរោងចក្រគាត់ធ្វើការខាងជាងដែកហ្នឹងខ្ញុំអត់បានធ្វើការជាមួយគ្នាទេអូអញ្ចឹងបានន័យថាតាំងពីយើងរស់នៅជាមួយគាត់មកគឺយើងដឹងថាគាត់មិនមានជាប់ពាក់ព័ន្ធមួយគ្រឿងញៀនទេបាទតែគ្រាន់ថាមួយរយៈពេល1ខែក្រោយនេះគឺយើងអត់ដឹងទេដោយសារយើងបែកពីប្តីបាទហើយនៅពេលដែលប្តីបងត្រូវបានសមត្ថកិច្ចចាប់ទៅរយៈពេលប្រហែលថ្ងៃដែរបានបងទទួលដំណឹងហ្នឹងបាទ1ខែជាងហ្នឹង1ខែជាងហើយជុំពេលដែលប្តីបងត្រូវបានសមត្ថកិច្ចចាប់ទៅហ្នឹងកូនបងទាន់បានឆ្លងទលេទេទាន់បានសម្រាលទេគាត់នៅក្នុងពោះនៅឡើយនៅក្នុងពោះនៅឡើយចុះនៅពេលដែលបងទៅសម្រាលកូនបងហ្នឹងបានពីណាមើលថែអត់មានទេមើលថែខ្លួនឯងនឹងអ្នកគ្រូពេទ្យបានអ្នកគ្រូពេទ្យនៅពេទ្យដេជោគាត់ជួយនៅពេទ្យសម្ដេចដេជោបានគ្រូពេទ្យហ្នឹងគាត់ចេះជួយមើលអញ្ចឹងទៅអូបងប្អូនហើយគាត់ឲ្យទៅដោះគោគាត់ទិញបាយឲ្យហូបបាទសុំទោសបងកូនបងអត់អាចបើដោះខ្លួនឯងបានទេឬក៏មិនខ្ញុំអត់មានទឹកដោះទេព្រោះខ្ញុំអត់មានលុយនឹងទិញម្ហូបអាហារហូបឬទិញទឹកថ្នាំផឹកអញ្ចឹងយើងអត់មានទឹកដោះទេទៅអត់មានទឹកដោះទេព្រោះដែលចេញមកពីពេទ្យនឹងមកគឺអត់មានអ្នកមើលថែហើយមានតែម្នាក់ឯងទៅយើងអត់មានពេលទៅដាំទឹកដាំអីបានទេបងហើយខ្ញុំទីមួយខ្ញុំអត់មានលុយនឹងទិញថ្នាំផឹកផងអូយបងប្អូនហើយបាទឃ្លានទេគាត់ឃ្លានហ្នឹងគាត់យំបងប្អូនបាទថ្ងៃនេះគឺខ្ញុំមកដល់ថ្ងៃនេះគេហៅឃុំបាគូហ្នឹងឃុំបាគូដល់ឃុំបាគូស្រុកកណ្ដាលស្ទឹងប្តីរបស់គាត់ត្រូវបានសមត្ថកិច្ចគាត់ចាប់ទៅដោយសារតែជំហានដំបូងហ្នឹងគឺគាត់ជិះប៉ះឡានគេបាទហើយសមត្ថកិច្ចឆែកទៅក៏ឃើញសារជាតិញៀនជាតិស្វឹងអីចឹងណាបាទឥឡូវហ្នឹងសមត្ថកិច្ចចាប់យកទៅអណ្ដុលកែប្រែហើយនៅពីអ្នកម្ដាយកូនអត់មានបាយហូបទេបងប្អូនហើយបាទអាណិតគាត់ខ្លាំងមែនតើបាទទៅដោះគោកូនក៏គ្មានហើយអង្គហូបក៏គ្មានលុយយកកូនទៅព្យាបាលជំងឺនៅពេទ្យគុណធបុប្ផាគាត់មានដែរទៅដល់ពេទ្យគុណធបុប្ផាគេអត់យកលុយទេបងប្អូនប៉ុន្តែគាត់ត្រូវចំណាយចុះឡើងគឺគាត់មានបាទពួកគាត់មានតែម្នាក់ឯងទេគាត់ជាក្មេងកំព្រាដល់ពេលបានប្តីមកមានកូនមួយហើយប្តីក៏ជាប់មណ្ឌលកែប្រែទៀតបងរយគាត់ហូបសិនណាបងខ្ញុំដាក់អង្គមកតាមខ្លួនដែរខ្ញុំឲ្យគោបាយ5គីឡូហូបសិនណាហើយនេះលុយ40000សម្រាប់ទិញទៅដល់គោគាត់ហូបដល់សនសិនណាហ្នឹងហើយចាំមើលលោកមានបងប្អូនគាត់ឃើញគាត់ជួយអញ្ចឹងទៅខ្ញុំយកមកឲ្យណាហើយកុំពិបាកចិត្តកុំគិតខ្លីទៀតលើអត់កុំគិតខ្លីទៀតស្រឡាញ់កូនមើលថែកូនព្រោះធ្វើម៉េចបើឪពុកគ្នាជាប់អញ្ចឹងទៅហើយយើងបើគិតខ្លីទៀតចង់សម្រាប់ខ្លួនទៀតចុះកូនគ្នាទៅរស់នៅមួយអ្នកណាទៅគ្នារំពឹងអីណាកុំគិតខ្លីទៀតបងណាបាទមានអីតាក់ទងមកខ្ញុំទៅកុំគិតខ្លីទៀតបងប្អូនអើយបាទអាណិតគាត់ខ្លាំងមែនតើពីអ្នកម្ដាយកូនហើយឪពុកជាប់ពន្ធនាគារបាទតែឥឡូវបងបានលុយនឹងទិញដោះគោឲ្យគាត់ហូបបដោះអាសន្នសិនណាបាទជាមួយខ្ញុំលោកបងប្អូនគាត់ជួយទៅខ្ញុំមកជួយបងបន្តទៀត